បងប្អូនទាំងអស់គ្នាប្រហែលជាបានឃើញព័ត៌មានរួចហើយថាសហរដ្ឋអាមេរិកបានចាប់មេដឹកនាំនៃប្រទេសវេណេស៊ុយអេឡារួចហើយបងប្អូនរឿងនេះគឺគេបង្ក្រាបត្រឹមតែរយៈពេល3ម៉ោងតែប៉ុណ្ណោះក៏ចាប់គាត់បានតែម្ដងរឿងនេះវាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបងប្អូនប្រសិនបើសហរដ្ឋអាមេរិកគេអាចធ្វើទៅលើប្រទេសវេណេស៊ុយអេឡាបែបនេះបាននោះគេក៏អាចធ្វើលើប្រទេសណាក៏បានដែរគ្រាន់តែគេមិនចង់តែប៉ុណ្ណោះឬក៏ប្រទេសខ្លះមិនទាន់ដល់ពេលកាត់ទៅវាស្នាមមនុស្សយើងពិតជាមើលមិនឃើញមែនកាលពីមួយថ្ងៃមុនម៉ាដូរ៉ូនៅរំច្រៀងផឹកស៊ីសប្បាយសោះនៅធ្វើស្ដាច់ក្រាញ់លើប្រជាជនសោះប៉ុន្តែត្រឹមតែមួយប្រទេសភ្នែកក៏ត្រូវគេចាប់បាត់ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូននៅវីដេអូភាគទី93របស់ខ្ញុំតាំងតែពីឆ្នាំ2020ឯណោះថាសហរដ្ឋអាមេរិកនឹងវាយប្រទេសវេណេស៊ុយអេឡានៅថ្ងៃណាមួយជាមិនខានគ្រាន់តែរងចាំដល់បកប្រធានាធិបតីដែលកើតតែប៉ុណ្ណោះខ្ញុំបាននិយាយរួចហើយថាគ្មានប្រទេសណាមួយដែលបានផ្លន់ទ្រព្យសម្បត្តិពីសហរដ្ឋអាមេរិកអត់រាប់សិបពាន់លានដុល្លាររួចហើយក៏បានរួចខ្លួននោះទេលើពីនេះទៀតខ្ញុំក៏បាននិយាយម្ដងទៀតកាលពី2ខែមុនផងដែរថាសហរដ្ឋអាមេរិកនឹងវាយឥឡូវនេះគេដាក់រួចហើយបងប្អូនពេលនេះសហរដ្ឋអាមេរិកកំពុងតែវិលត្រឡប់ទៅកាន់គោលនយោបាយចាស់ដែលហៅថា Monroe ដែលជាគោលនយោបាយចាស់របស់ខ្លួននៅក្នុងកន្លងឆ្នាំ1800ជាងតើហេតុអ្វីនេះក៏ព្រោះតែសម័យនេះមានជនផ្ដាច់ការច្រើនពេកសហរដ្ឋអាមេរិកនៅធ្វើស្លូតទៀតមិនបានទេយូរទៅមនុស្សតូចតាចម្នាក់មកពីណាពីណីគ្មានស្អីផងក៏បានឆ្លុះនឹងអំណាចហើយក៏យាននឹងអំណាចក៏ចាប់ផ្ដើមចេញផ្លំប្រទេសពីប្រជារាស្ត្រហើយក៏តាំងខ្លួនជាស្ដេចលើប្រជាជនខ្លួនឯងធ្វើប៉ុណ្ណឹងមិនអស់ចិត្តហើយមិនគ្រប់គ្រាន់ហើយនៅឆ្លៀតធ្វើបាបប្រជាជនខ្លួនឯងទៀតដូចជាមេដឹកនាំវេណេស៊ុយអេឡាម៉ាដូរ៉ូនេះអញ្ចឹងប្រជាជនវេណេស៊ុយអេឡាបាននាំគ្នាចាក់ចេញពីប្រទេសអស់ចំនួន8លាននាក់ដោយសារតែម៉ាដូរ៉ូនេះឯងហើយក៏មានមនុស្សចូលត្រង់និងស្លាប់អស់ច្រើនណាស់មនុស្សដូចជាម៉ាដូរ៉ូនេះសម្រាប់ប្រទេសណាទាំងអស់ដែលគេអភិវឌ្ឍរួចគឺគេខ្ពើមរអាំខ្លាំងណាស់ឥឡូវនេះប្រជាជនវេណេស៊ុយអេឡាកំពុងតែសៃហូតសប្បាយខ្លាំងណាស់ពីពេញប្រទេសតែម្ដងគេសប្បាយខ្លាំងណាស់ដែលសហរដ្ឋអាមេរិកជួយកម្ចាត់ម៉ាដូរ៉ូឲ្យត្រឹមតែរយៈពេល3ម៉ោងដោយគ្មានមនុស្សស្លាប់ច្រើនទេបងប្អូនរឿងនេះវាបានបង្ហាញឲ្យយើងបានឃើញថាមួយពិភពលោកកំពុងតែប្រែប្រួលហើយសូម្បីតែសហរដ្ឋអាមេរិកក៏ប្រែប្រួលដែរអស់ស្លូតទៀតហើយអ្វីដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍គឺថាគ្មានប្រព័ន្ធការពារដែនអាកាសណាអាចបញ្ឈប់សហរដ្ឋអាមេរិកបានទេសហរដ្ឋអាមេរិកមានយន្តហោះពិសេសដែលអាចកំទេចប្រព័ន្ធការពារដែនអាកាសរបស់សត្រូវបានមុននឹងគេបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនចូលទៅសម្រាប់ប្រទេសតូចៗប្រសិនបើអ្នកគ្មានសម្ព័ន្ធមិត្តពិតប្រាកដហើយមិនជឿសម្ព័ន្ធភាពជាមួយក្រុមណាមួយនោះអ្នកនឹងក្លាយទៅជាចំណីអាហារសម្រាប់ពួកសត្វព្រៃជាមិនខាននៅក្នុងសតវត្សទី21នេះគ្មានប្រទេសតូចណាមួយធានាថានឹងមានសុវត្ថិភាពទេ